តើបងប្អូនគ្នាខាងក្រោយខ្ញុំនេះគឺ Cat D5B ខ្ញុំមកចង់ប្រៀបធៀបជាមួយបងប្អូនតើ Cat D5B នេះជាមួយនឹងគុំហ្វុយ Ferrari D50P តើមួយណាល្អប្រើជាងនិងមានអត្ថប្រយោជន៍អ្វីខ្លះកុំភ្លេចបងប្អូនជួយ comment ខាងក្រោមទាំងអស់គ្នាសួស្តីបងប្អូនអរគ្នាខ្ញុំបានចេញបែងមកពីខាង CFK Cambodia ដែលបងប្អូនធ្លាប់តែឃើញខ្ញុំធ្វើបទបង្ហាញអំពី Bulldozer ប្រភេទធំប្រពន្ធនេះទៅលើប្រភេទគុំហ្វុយទេប៉ុន្តែក្នុងថ្ងៃនេះខ្ញុំយក Cat យកមកធ្វើបទបង្ហាញជូនបងប្អូនម្ដងតើ Cat នេះវាមានចំណុចសំខាន់និងស្អាតដល់កម្រិតណាដែលយើងអាចយកទៅប្រៀបធៀបជាមួយនឹងគុំហ្វុយបានបាទបងប្អូនគ្នាពេលនេះចូលឲ្យគៀកជាមួយខ្ញុំបន្តិចជាមួយនឹង Bulldozer នៅខាងក្រៅខ្នងរបស់ខ្ញុំនេះគឺជាប្រភេទ Cat D5B បងប្អូនដោយ Cat D5B នេះយើងអាចយកទៅប្រៀបធៀបជាមួយនឹងគុំហ្វុយ D50P បានបងប្អូនដោយទម្ងន់សម្រាប់ D5B មួយនេះវាលោតរហូតដល់ទៅ13តោនជាងសម្រាប់ម៉ាស៊ីនដែលបំពាក់ទៅលើ D5B មួយគ្រឿងនេះគឺជាប្រភេទម៉ាស៊ីន Mitsubishi ចំមកពីប្រទេសជប៉ុនតែម្ដងបងប្អូនសម្រាប់ប្រព័ន្ធប្រអប់លេខរបស់វាវិញក៏គេប្រើប្រភេទប្រព័ន្ធប្រអប់លេខពាក់កណ្ដាល File ប្រវត្តិដែរបងប្អូនគឺជាប្រអប់លេខដែលគេពេញនិយមនិងធន់ក្នុងការងារមែនទែនសម្រាប់ប្រភេទប្រអប់លេខពាក់កណ្ដាល File ប្រវត្តិប្រភេទនេះដោយគេប្រើទាំងលើគុំហ្វុយនិងប្រើទាំងលើប្រភេទ D5B នេះដូចគ្នាបងប្អូនសម្រាប់បឿនក្នុងការបើកវិញ Cat D5B នេះគឺអាចបើកបានរយៈគីឡូប្រហែលជាមិនមែនប្រហែលទេបងប្អូនគឺក្នុង8គីឡូទៅ9គីឡូក្នុង1ម៉ោងតើបងប្អូនគ្នាពេលនេះមកក៏លេចមើលជើងក្រោមរបស់វាទាំងអស់គ្នាដោយជើងក្រោមរបស់វាយើងអាចមើលឃើញថាវារៀងអស់ថ្នាំបន្តិចបងប្អូនប៉ុន្តែយើងអាចឃើញថាវាមិនមានការបាក់តាបឬក៏ពុកកន្លែងណានោះទេភាគរយរបស់វាគឺនៅខ្ពស់បងប្អូនជាមួយនឹងកម្មកាយរបស់វាក៏ជាលក្ខណៈកម្មកាយចាប់ខ្ចៅដែរបងប្អូនអញ្ចឹងថ្ងៃក្រោយបងប្អូនចង់ដោះដូរកម្មកាយអីគឺមានការងាយស្រួលជាមួយចង្វាក់បតាំងលោតរបស់វាអីយើងអាចមើលមួយជុំក៏យើងអាចដឹងថាភាគរយវានៅខ្ពស់គេបតិចបងប្អូននិងប៉ែរបស់វាខាងមុខក៏មិនមានការធ្លុះធ្លាយនិងឡានរបស់វាក៏នៅគួរសមជាមួយនឹងបាតខាងក្រៅរបស់វាក៏ស្អាតបងប្អូនអញ្ចឹងបងប្អូនអាចយកមួយគ្រឿងនេះយកទៅធ្វើការរកស៊ីបានដោយទំនុកចិត្តបាទបងប្អូនគ្នាពេលនេះខាងក្រោមក៏យើងមើលហើយខាងមុខក៏យើងមើលហើយនិងផ្នែកផ្សេងទៅក៏ដូចជាម៉ាស៊ីនក៏យើងទូតនៅហើយអញ្ចឹងយើងទៅមើលក្នុងកាប៊ីនវាបងប្អូនក្នុងកាប៊ីនរបស់វាយើងអាចមើលឃើញថាគឺនៅភាគរយខ្ពស់បងប្អូនយើងអាចយកទៅប្រើប្រាស់បានដោយវា Flashlight និងនិមិត្តសញ្ញាអ្វីផ្សេងគឺនៅបិទជាប់នៅក្នុងនឹងគ្មានរលុបទៅណាទេបងប្អូនសបញ្ជាក់ថាគេប្រើតិចនិងគេប្រើថែបងប្អូននិងយើងអាចមើលឃើញតាំងពីនិមិត្តសញ្ញាកន្លែងដាក់លេខបងប្អូនដែលយើងអាចដឹងថាប្រអប់លេខនេះគឺប្រើ5លេខនិងទម្ងន់វាប៉ុន្មានប្រវែងវាប៉ុន្មានប៉ែវាប៉ុន្មានអីប៉ុន្មាននិមិត្តសញ្ញាវាគឺនៅលើនឹងទាំងអស់បងប្អូនគ្មានរលុបទៅណាទេអញ្ចឹងបងប្អូនយកទៅប្រើប្រាស់ឆ្ងល់អីចង់ដឹងអីមើលនៅក្នុងកាប៊ីនរបស់យើងផ្ទាល់តែម្ដងគឺងាយស្រួលមែនតើសូមអរគុណបងប្អូនអ្នកគ្នាបានតាមដានវីដេអូមួយនេះមួយវិញទៀតបើសិនជាបងប្អូនអ្នកចាប់អារម្មណ៍ទៅលើ Cat D5B មួយនេះកុំភ្លេចតាក់ទងមកក្រុមការងាររបស់យើងបងប្អូនចង់ប្រាប់ថា Cat D5B នេះគឺមានតម្លៃពិសេសជូនបងប្អូនជាមួយនឹងការ maintenance ក៏ដូចជា service 4-10 សប្តាហ៍គ្រប់មុននឹងបកគោលជូនបងប្អូនយកទៅប្រើប្រាស់ជាចុងក្រោយសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ